ពីព្រោះបីដូចបុគ្គលដែលមានការប្រកាន់ខុសរឿងហ្នឹងមិនងាយគឺព្រោះទិដ្ឋិនឹងបើសិនជាលោកគ្រូយកខាងហ្នឹងណាព្រោះទិដ្ឋិមនុស្សប្រកាន់ខុសខាងហ្នឹងគឺយើងមិនងាយចាក់ត្រូវទេអញ្ចឹងមានតែការបញ្យល់ផ្ដើមពីការរៀនទៅនឹងឯងមកការរៀននឹងឃើញច្បាស់តែខ្លួនឯងឃើញការយល់នឹងយ៉ាងម៉េចពីព្រោះសម័យថ្មពីមុនក៏ថ្មធ្លាប់ធ្វើរឿងហ្នឹងដែរធ្លាប់អ្នកខាងស្វ័យរៀនគេយកចិត្តរឿងហ្នឹងតោះធ្វើដែរប៉ុន្តែដល់ពេលដែលយើងរៀនពីមេរៀនបរមត្ថធម៌យល់ទៅយើងទៅលាក់ឯងយើងអត់ចាប់ប្រកាន់រឿងហ្នឹងថាគ្មានវត្ថុខាងក្រៅណាប្រកែកជាងពធទេមានតែពធទេដែលអាចដោះស្រាយបញ្ហាពិតហើយជាទីពឹងពិតប្រកបសម្រាប់ជីវិតមួយនេះបើអត់មានអីស័ក្តិសិទ្ធិជាងពធទេចឹងបានព្រះអង្គសម្ដែងក្នុងន័យអាចបញ្យល់បានថាហ្នឹងឥឡូវលោកគ្រូទៅស្ដាប់អាត្មាសម្បីព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងដល់គឺមើលមុខចឹងឥឡូវបើណាសម្បីតែព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គសម្ដែងនៅពេលណាដែលសត្វទាំងឡាយប្រព្រឹត្តល្អហ្នឹងពេលណាដោយមិនចាំបាច់តែយើងត្រូវយកវត្ថុនេះទីពឹងយើងទេពេលណាដែលយើងប្រព្រឹត្តល្អចឹងគ្រូលោកគ្រូធ្វើល្អទៅលោកគ្រូនឹងចុះកណាធ្វើតែល្អតែជួបតែអាក្រក់នឹងកម្មលោកគ្រូនេះខ្ញុំលើកនឹងដើម្បីគ្រាន់តែបញ្ជាក់ថាយ៉ាងណាវានៅតែលើឧបនិស្ស័យមនុស្សហ្នឹងទោះយើងចង់បញ្យល់ក៏ដោយក៏មិនប្រកាសថាទទួលបានដែរអញ្ចឹងទាំងពីរហ្នឹងដូចបងអូនជំលើកឡើងអញ្ចឹងថាសម្រាប់អ្នកដែលមិនមែនជាព្រះបច្ចេកពុទ្ធនិងព្រះសម្មាសម្ពុទ្ធវាត្រូវប្រកបអង្គពីរអាស្រ័យដោយបរតោខោសៈផងហើយនឹងអាស្រ័យដោយយោនិសោហើយបើទៅដោយតណ្ហាហើយងាយទេតែទៅរកលោកហ្នឹងគឺទៅដោយតណ្ហាដោយច្រើនទៅដោយទិដ្ឋិទៅដោយតណ្ហាប៉ុន្តែបើទៅដោយសទ្ធាពិតជាចង់ស្ដាប់ហើយបើទៅដោយទិដ្ឋិពិតជាចង់បានអីយ៉ាងព្រោះតែអញ្ចឹងបើទៅដោយក្អមផ្កាប់ហើយទោះលោកម្ចាស់ចង់ថាមិនត្រូវថ្មោសំបីតែខ្ញុំណាទៅអូស្ត្រាលីដំបងខ្វះអីមនុស្សខ្មោដល់យើងអត់បានសូត្រអត់បានផ្លុំអីចឹងទៅស្ដាប់ពីសន្ធឹកពីខាងក្រៅមកវិញហ្នឹងទៅជួបលោកនេះទៅអត់បានជួបលោកជើចំណាំតែទៅជួបលោកវាត្រូវបានអីហ្នឹងហើយដល់ពេលប្រកេនចហាន់អីចឹងហើយទៅវាមានតែ